វាជាថ្ងៃកំណើតរបស់កូនស្រីប៉ុន្តែបុរសនោះបានត្រឡប់មកវិញជាមួយគូស្នេហ៍របស់គាត់ប៉ុន្តែអ្វីដែលគាត់មិននឹកស្មានថាគាត់បើកវានៅពេលដែលទ្វារគាត់បានរកឃើញថាកូនស្រីជាទីស្រឡាញ់នេះត្រូវបានហុំព័ទ្ធដោយការរៀបចំដូចជាពិធីបុណ្យសពផ្ទះបុរសនោះខឹងយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយគាត់នៅតែមិនព្រមជឿកូនស្រីរបស់គាត់បានទទួលមរណភាពហើយ Heaven គិតថាវាប្រពន្ធរបស់គាត់ជាប្រតិកូនស្រីរបស់ពួកគេគាត់បានហៅប្រពន្ធរបស់គាត់ហើយបានប្រាប់នាងដោយផ្ទាល់ថាប្រសិនបើនាងនៅតែប្រើល្បិចបែបនេះគាត់នឹងលែងលះនាងពីព្រោះបុរសនោះជឿជាក់ថាប្រពន្ធរបស់គាត់ស្រឡាញ់គាត់យ៉ាងខ្លាំងហើយនឹងមិនដែលយល់ព្រមលែងលះគ្នាឡើយប៉ុន្តែអ្វីដែលគាត់មិននឹកស្មានដល់គឺប្រពន្ធរបស់គាត់យល់ព្រមមិនត្រឹមតែប៉ុណ្ណោះនាងបានរំលឹកថាគាត់មកឥឡូវនេះដើម្បីគាត់នៅតែអាចមើលឃើញរបស់ពួកគេកូនស្រីជាលើកចុងក្រោយបុរសនោះនៅតែមិនជឿទេសូម្បីតែបន្ទាប់ពីដាក់ទូរស័ព្ទចុះក៏ដោយការហៅនោះគាត់នៅតែខឹងសម្បាយ៉ាងខ្លាំងចំពោះស្ត្រីម្នាក់ព្រោះគាត់គិតថានាងជាប្រមាថការស្លាប់របស់កូនស្រីរបស់ពួកគេគ្រាន់តែដើម្បីបំភ័យគាត់ចង់ឲ្យនាងត្រឡប់មកវិញហើយសុំទោសគាត់នៅពេលនោះនៅក្រោមសញ្ញាគូស្នេហ៍របស់គាត់កូនប្រុសជាទីស្រឡាញ់ Edward ធ្វើពុតជាខ្លាចពិធីបុណ្យសពបង្កើតឡើងដើម្បីលួងលោម Edward បុរសនោះពិតជាបានបំផ្លាញកូនស្រីនេះមែនមនុស្សនៅខាងក្រៅផ្ទះបុណ្យសពបានឮសំឡេងរំខានហើយបានចូលមកអ្វីដែលពួកគេបានឃើញគឺសារបុណ្យសពដែលត្រូវបានរុះរើពួកគេត្រូវបានខូចចិត្តណាស់ពួកគេមិនអាចជឿមានឪពុកដែលគ្មានបេះដូងបែបនេះនៅក្នុងនោះពិភពលោកដែលលាងសម្អាតកូនស្រីរបស់គាត់ហើយគ្រាន់តែដើម្បីអ្នកខាងក្រៅម្នាក់គាត់បានបំផ្លាញខ្លួនឯងផ្ទះបុណ្យសពរបស់កូនស្រីប៉ុន្តែបុរសនោះនៅតែវង្វេងនៅក្នុងការសន្មត់របស់គាត់ផ្ទាល់ដោយគិតកូនស្រីរបស់គាត់គឺល្អឥតខ្ចោះហើយថាមនុស្សទាំងអស់នេះគ្រាន់តែជាតារាសម្ដែងប៉ុណ្ណោះរបស់គាត់ប្រពន្ធបានជួលមនុស្សគ្រប់គ្នាមានការខឹងសម្បាយ៉ាងខ្លាំងចំពោះភាពរឹងរូសរបស់គាត់ពួកគេមិនចង់ពន្យល់អ្វីដល់គាត់ទៀតដូច្នេះពួកគេបានចាក់ចេញពួកគេកំពុងរងចាំថ្ងៃនោះគាត់នឹងសោកស្ដាយចំពោះទង្វើរបស់គាត់ទន្ទឹមនឹងនេះប្រពន្ធកំពុងរៀបចំសម្រាប់ពួកគេពិធីបូជាសពកូនស្រីនាងពិតជាខូចចិត្តណាស់មិនត្រឹមតែដោយសារតែកូនស្រីរបស់ពួកគេប៉ុណ្ណោះទេការស្លាប់ប៉ុន្តែក៏ដោយសារតែនាងដែរអាកប្បកិរិយាខុសខើរបស់ស្វាមីពីព្រោះរហូតមកដល់ពេលនេះស្វាមីរបស់នាងនៅតែមិនទាន់បានបង្ហាញខ្លួនស្ត្រីនោះពិតជាអស្ចារ្យណាស់ខកចិត្តនឹងស្វាមីរបស់នាងដោយទឹកភ្នែកនៅក្នុងក្រសែភ្នែករបស់នាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីអនុញ្ញាតឲ្យមានការបូជាសពបេះដូងរបស់នាងពោពេញដោយការស្អប់ខ្ពើមនាងចង់សងសឹកចំពោះកូនស្រីរបស់គាត់ព្រោះគាត់ដឹងច្បាស់ណាស់ថាការស្លាប់របស់កូនស្រីរបស់ពួកគេគឺដោយផ្ទាល់ភ្ជាប់ជាមួយបុរសនោះទើបតែម្សិលមិញនេះកូនស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែពេលនោះបុរសនោះបានមកដល់មនុស្សដំបូងគេដែលគាត់យកចិត្តទុកដាក់អំពីគឺ Edward ដែលមានតែអានិតិជនប៉ុណ្ណោះរបួសទោះបីជា Edward មានត្រឹមតែរបួសតូចមួយនៅលើដៃរបស់គាត់បុរសនោះនៅតែមានដាក់ Edward ចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់គាត់មិនអើពើទាំងស្រុងចំពោះស្ត្រីដែលរក្សាសុំទាននៅក្បែរគាត់ព្រោះគាត់គិតនាងបានបំភ្លើសកូនស្រីរបស់ពួកគេស្ថានភាពពិតជាចេញពីការច្រណែនឈ្នានីសលើទំនាក់ទំនងរបស់គាត់ជាមួយគូស្នេហ៍នេះគាត់បាននិយាយដោយផ្ទាល់ថាគាត់គឺជាវិជ្ជបណ្ឌិតដ៏ល្អបំផុតនឹងគ្មានវិធីណាដែលគាត់មិនអាចមើលឃើញរបស់គាត់ទេរបួសពិតរបស់កូនស្រីបន្ទាប់មកដោយមិនអើពើនឹងការអង្វររបស់ស្ត្រីនោះគាត់បានចាក់ចេញទៅជាមួយគ្រូពេទ្យទាំងអស់ស្ត្រីនោះពិតជាអស្ចារ្យណាស់ថប់បារម្ភនាងប្រញាប់រត់តាមរថយន្តសង្គ្រោះបន្ទាន់កំពុងព្យាយាមនាំបុរសនោះទៅឈប់មានតែនាងទេដែលដឹងថាប្រសិនបើរបស់ពួកគេកូនស្រីមិនបានទទួលការព្យាបាលឆាប់នេះទេជីវិតនឹងមានគ្រោះថ្នាក់ប៉ុន្តែចំពោះនាងការខកចិត្តបុរសនោះមិនបានឈប់ទេដោយសារតែនាងទោះបីជាកូនស្រីរបស់ពួកគេទីបំផុតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលទ្ធផលគឺថាដោយសារតែនាងនាំមកយឺតពេលហើយប្រសិនបើនាងត្រូវបានសង្គ្រោះមានតែបុរសដែលត្រូវបានគេហៅថាកំពូលលោកវិជ្ជបណ្ឌិតអាចជួយសង្គ្រោះនាងបានហើយដោយសារតែនាងពោឈាមច្រើនមានតែឈាមពិសេសមួយប៉ុណ្ណោះស្ត្រីនោះមានអារម្មណ៍ថាប្រភេទនេះអាចជួយសង្គ្រោះនាងបានពន្លឺនៃក្តីសង្ឃឹមព្រោះបុរសនោះឪពុកបង្កើតរបស់ក្មេងស្រីនោះហើយនាងខ្លួននាងផ្ទាល់បានកើតឡើងដោយមានលក្ខណៈពិសេសប្រភេទឈាមនាងបានហៅបុរសនៅក្នុងប្រញាប់ប្រញាល់ប៉ុន្តែមិនថានាងប៉ុន្មានដងទេហើយទៅបុរសនោះមិនដែលលើកទូរស័ព្ទជំនួសនាងទេជីវិតកូនស្រីនោះប្រញាប់ប្រញាល់ទៅរកប្តីរបស់នាងចៃដន្យឲ្យបានជួបគាត់ចេញមកចម្លែកណាស់ពេលនោះគាត់បានឃើញនាងហើយបានប្រាប់នាងដោយផ្ទាល់ថាត្រូវការប្រភេទឈាមពិសេសស្ត្រីនោះគិតថាគាត់ចង់ជួយសង្គ្រោះកូនស្រីរបស់ពួកគេនាងពិតជាសប្បាយចិត្តណាស់ប៉ុន្តែអ្វីដែលបុរសនោះបានធ្វើបន្ទាប់មកធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំងព្រោះបន្ទាប់ពីគាត់មានប្រភេទឈាមពិសេសគាត់បានចាក់ចេញភ្លាមដោយមិនខ្វល់អ្វីទាំងអស់កូនស្រីរបស់ពួកគេដែលមានជំងឺធ្ងន់ធ្ងរពេលនោះហើយថាស្ត្រីនោះបានស្គាល់ប្តីរបស់នាងបានបោកបញ្ឆោតនាងគាត់បានយកវាទៅឆ្ងាយក្តីសង្ឃឹមតែមួយគត់នៃការសង្គ្រោះកូនស្រីរបស់ពួកគេនឹងមូលហេតុដែលគាត់បានយកឈាមពិសេសប្រភេទគឺគ្រាន់តែដើម្បីជួយសង្គ្រោះ Edward ដែលជាស្ទើរតែរងរបួសកូនរបស់ស្ត្រីនោះនៅទីបំផុតបានស្លាប់នាងបានប្រកូនស្រីរបស់នាងត្រឡប់មកផ្ទះវិញដោយអស់សង្ឃឹមប៉ុន្តែនៅក្នុងជណ្ដើរយន្តនាងឃើញប្តីរបស់នាងកំពុងស្និទ្ធស្នាលជាមួយគាត់គូស្នេហ៍ស្ត្រីនោះបានបោះបង់ចោលទាំងស្រុងសង្ឃឹមប៉ុន្តែសម្រាប់បំណងប្រាថ្នាចុងក្រោយរបស់កូនស្រីនាងនៅតែផ្ដល់ឱកាសឲ្យបុរសនោះដើម្បីមកត្រឡប់មកវិញហើយជួបកូនស្រីរបស់ពួកគេជាលើកចុងក្រោយពេលវេលាប៉ុន្តែនៅទីបញ្ចប់នាងមានការខកចិត្តម្ដងទៀតស្វាមីរបស់នាងនៅតែមិនទាន់មកអ្វីដែលធ្វើឲ្យនាងឈឺចាប់ជាងនេះទៅទៀតគឺកំពុងធ្វើដំណើរមកដល់ទៅកន្លែងបូជាសពជាមួយកូនស្រីរបស់នាងបានចៃដន្យខឹងបុរសនោះជាមួយនឹងរបស់គាត់គូស្នេហ៍លេងសើចជាមួយ Edward ដូចជាពួកគេគឺជាគ្រួសារពិតស្ត្រីនោះគឺជាស្ថិតក្នុងភាពអស់សង្ឃឹមរួចទៅហើយនាងលែងមានកម្លាំងដើម្បីសួរសំណួរប៉ុន្តែនៅពេលដែលបុរសនោះបានឃើញស្ត្រីនោះចាក់ចេញទៅគាត់មានអារម្មណ៍មិនស្រួលខ្លួនដូច្នេះបន្ទាប់ពីដោះស្រាយស្នេហារបស់គាត់រួចគាត់ក៏ភ្លាមដេញតាមនាងពេលបុរសនោះមកដល់នៅឯកន្លែងបូជាសពស្ត្រីនោះបានរួចខ្លួនហើយបានចុះហត្ថលេខាលើឈ្មោះរបស់នាងធីម៉ានមិនជឿទេវាគាត់ចង់ធ្វើឲ្យមនុស្សដែលដេកលើនោះខឹង
លើក្រែរហូតដល់គាត់បានឃើញមុខកូនស្រីរបស់គាត់ទីបំផុតបុរសនោះបានជាកូនស្រីរបស់គាត់ពិតជាបានបាត់ទៅហើយប្រពន្ធរបស់គាត់មិនបានកុហកទេគាត់ប៉ុន្តែអ្វីដែលបានកើតឡើងបន្ទាប់មកគឺកំហឹងតាមពិតគាត់បានស្ដីបន្ទោសប្រពន្ធរបស់គាត់ចំពោះការមិនថែរក្សាកូនស្រីរបស់ពួកគេបែបនេះអាកប្បកិរិយាមិនខ្មាស់អៀនធ្វើឲ្យស្ត្រីនោះបាត់បង់ការគ្រប់គ្រងទាំងស្រុងនាងបានប្រាប់នាងស្វាមីថាការស្លាប់របស់កូនស្រីរបស់ពួកគេគឺការធ្វើទាំងអស់របស់គាត់វាគឺដោយសារតែរបស់គាត់ចំណងចំណូលចិត្តថាកូនស្រីរបស់ពួកគេបានស្លាប់បុរសនោះទីបំផុតបានដឹងការពិតគាត់មានអារម្មណ៍សោកស្ដាយភ្លាមនោះបុគ្គលិកបានមកដល់ចប់ហើយជាមួយភេទរបស់កូនស្រីរបស់ពួកគេបានប្រាប់ពួកគេថាពួកគេអាចដាំតូចមួយបានដាំឈើដើម្បីប្រទានពរដល់កូនស្រីរបស់ពួកគេដើម្បីបង្កើតចំពោះកំហុសរបស់គាត់បុរសនោះបានស្ម័គ្រចិត្តដាំឈើសម្រាប់កូនស្រីរបស់គាត់ប៉ុន្តែភ្លាមនោះទូរស័ព្ទរបស់បុរសនោះក៏រត់ម្ដងទៀតគឺជាការហៅទូរស័ព្ទពីគូស្នេហ៍របស់គាត់គូស្នេហ៍បានប្រាប់គាត់ថា Edward បានបាត់ខ្លួនហើយរឿងនេះពេលវេលាតើបុរសនោះនឹងជ្រើសរើសអ្វី